វីដេអូនេះផងដែរសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាចង់យក Facebook ចាស់ៗមកវិញអ្នកគ្នាអាចធ្វើតាមវីដេអូនេះបានហើយបើសិនជាអ្នកគ្នាបាត់ account Facebook ក៏អាចធ្វើតាមខ្ញុំបានដែរហ្នឹងហើយឥឡូវនេះយើងចូលទៅកាន់ Google មកអ្នកគ្នាហ្នឹងហើយឲ្យតែ Google យើងចូលមកអ្នកគ្នាហើយមកដល់ Google ភ្លាមអ្នកគ្នាវាយពាក្យថា Facebook login មកហើយអ្នកគ្នានឹងបានដល់នៅកន្លែងហ្នឹងហើយអ្នកគ្នាចុចលើពាក្យថា login នៅកន្លែងនេះមកអ្នកគ្នាហ្នឹងហើយពេលអ្នកគ្នាបានដល់នៅកន្លែងហ្នឹងអ្នកគ្នាចុចនៅកន្លែងពាក្យថា ផ្លេចលេខកូដឬក៏ចុចពាក្យថា forget password សម្រាប់អក្សរអង់គ្លេសអ្នកគ្នាយើងចុចកន្លែងក្រោមនេះហើយអ្នកគ្នាចាំ plate មកហើយមកដល់នេះអ្នកគ្នាធ្វើការដាក់លេខទូរស័ព្ទចាស់អ្នកគ្នានៅកន្លែងហ្នឹងមកហើយពេលអ្នកគ្នាដាក់ហើយ Facebook នឹងបង្ហាញ account Facebook អ្នកគ្នាតែម្ដងបើសិនជាអ្នកគ្នាធ្លាប់បង្កើត Facebook ដោយប្រើលេខទូរស័ព្ទចាស់មួយហ្នឹងអ្នកគ្នាឥឡូវនេះយើងធ្វើការដាក់លេខទូរស័ព្ទយើងនៅកន្លែងហ្នឹងមកអ្នកទាំងគ្នាហ្នឹងហើយឥឡូវនេះខ្ញុំបានដាក់លេខទូរស័ព្ទខ្ញុំហើយអ្នកគ្នាចុចបន្តទៅមុខទៀតមកហើយអ្នកទាំងគ្នាចាំមួយ plate មកអ្នកទាំងគ្នាហ្នឹងហើយមកដល់ហ្នឹងអ្នកគ្នាធ្វើការចុចលើ account Facebook អ្នកគ្នាមួយមកអ្នកគ្នាចង់បាន account មួយណាអ្នកគ្នាអាចចុចលើមួយ account មួយហ្នឹងបានដូចខ្ញុំចង់បាន account មួយនេះអញ្ចឹងហើយយើងចុចលើហ្នឹងមកហើយមកដល់នេះផងដែរបើសិនជាអ្នកគ្នាចាំលេខកូដអាចដាក់លេខកូដខាងលើនេះបានបើសិនអ្នកគ្នាផ្លិចអ្នកគ្នាអាចចុចនៅកន្លែងពាក្យវិធីផ្សេងទៀតអ្នកគ្នាចុចលើកន្លែងហ្នឹងមកដល់នេះផងដែរអ្នកគ្នាត្រូវចុចតាមខ្ញុំចុចមើលច្រើនទៀតអ្នកគ្នាហ្នឹងហើយយើងចុចកន្លែងហ្នឹងមកហើយអ្នកគ្នានឹងឃើញ SMS ហើយនឹងលេខទូរស័ព្ទអ្នកគ្នាហើយអ្នកគ្នាត្រូវចាំនាទីនៅកន្លែង1នាទីកន្លះហ្នឹងដើម្បីឲ្យវាអស់អ្នកគ្នាហើយពេលអ្នកគ្នាអស់នាទីហើយកន្លែងអស់នាទីហើយអ្នកគ្នាធ្វើការចុចលើ SMS ហើយលើលេខរបស់យើងមកឥឡូវហ្នឹងយើងចុចបន្តយើងចាំមួយ plate មកហើយអ្នកគ្នាចាំមួយ plate មកហើយ Facebook គេនឹងផ្ញើលេខកូដហ្នឹងចូលទៅកាន់លេខរបស់យើងហើយលេខហ្នឹងយើងត្រូវតែប្រើឥឡូវហ្នឹងដើម្បីយើងបានលេខកូដហ្នឹងមកយើងដូរលេខកូដថ្មីអ្នកគ្នាហ្នឹងលេខកូដហ្នឹង62 411ហើយនឹងលេខ9ហើយយើងហ្នឹងហើយអ្នកទាំងគ្នាចុចបន្តទៅមុខទៀតទៅអ្នកគ្នាហ្នឹងហើយហើយអ្នកគ្នាចាំមួយ plate មកហើយមកដល់នេះផងដែរអ្នកគ្នាធ្វើការដាក់លេខកូដថ្មីអ្នកគ្នានៅកន្លែងហ្នឹងទៅអ្នកគ្នាអាចចូលប្រើ account ចាស់អ្នកគ្នាបានតែម្ដងអ្នកគ្នាឬក៏អាចចូលប្រើ account ដែលបានបាត់ហ្នឹងបានដោយជោគជ័យតែម្ដងអ្នកគ្នាឥឡូវនេះខ្ញុំបានដាក់លេខកូដខ្ញុំចូលហើយអ្នកគ្នាកុំភ្លេចចុច crease នៅកន្លែងនេះមួយផងហើយអ្នកគ្នាចុច continue មកដើម្បីយើងបន្តទៅមុខទៀតហើយឡើយនេះអ្នកគ្នាអាចដាក់លេខកូដក៏បានអត់ក៏បានដែរអ្នកគ្នាហ្នឹងហើយអ្នកគ្នាចង់ save លេខកូដក៏បានដែរសម្រាប់ខ្ញុំចង់ចុច not now នៅកន្លែងនេះហើយឥឡូវនេះខ្ញុំអាចចូល account ចាស់របស់ខ្ញុំបានដែរអ្នកគ្នាអាចមើលបានតាមហ្នឹងហើយយ៉ាអ្នកគ្នាចុចចូលញ៉ៃអ្នកគ្នាជាស្រ័យផងចុចខ្វាយមែនអ្នកគ្នាបើសិនជាឃើញដូចខ្ញុំចឹងហ្នឹងហើយវីដេអូចែកម្លេចហ្នឹងក៏មានតែប៉ុណ្្នឹងផងដែរហ្នឹងហើយអ្នកគ្នាអាចមើលបានតាមហ្នឹងខ្ញុំអាចចូល account ចាស់ខ្ញុំបានវិញតែម្ដងអ្នកគ្នាមើលបានហ្នឹងហើយអូខេបាយបាយពុកម៉ែបងប្អូនទាំងគ្នាហ្នឹងហើយចាំជួបគ្នានៅវីដេអូ channel ដឹងថ្មីទៀតអ្នកគ្នាហ្នឹងហើយអូខេបាយបាយអ្នកទាំងគ្នា